បាទសួស្តីបងប្អូនអរគ្នាឥឡូវនេះវីរៈបរោះធីមគាត់បានចេញរឿងថ្មីមួយទៀតហើយអឺគឺរឿងចាយលុយស្រីណាឬក៏ចាយលុយប្រពន្ធហ្នឹងហើយរឿងនេះដែរគឺបានចេញដល់វគ្គ4រួចហើយបាទហើយរឿងនេះគឺនិយាយអំពីខ្សែជីវិតរបស់អ្នកធ្វើMMO រកលុយតាមអនឡាញនិងជីវិតគ្រូជោគជ័យបាទនេះអញ្ចឹងខ្ញុំបានមើលដល់វគ្គ4បានគេចាប់ផ្ដើមបង្ហាញសាច់រឿងមួយទៀតគឺគ្រូជោគជ័យនឹងឯងហើយសាច់រឿងនេះដែរគឺផ្ដើមសាច់រឿងជាមួយនឹងគ្រួសារ2ក្រុមបាទតែគ្រួសារ2ក្រុមហ្នឹងវាត្រូវជាប្អូនថ្លៃប្រុសនិងបងថ្លៃប្រុសបាទមានន័យថាខាងស្រីនិងខាងស្រីគឺជាបងប្អូននឹងគ្នាបងប្អូនបង្កើតបាទអញ្ចឹងក៏បានរៀបការ2ឆ្នាំហើយបាទប៉ុន្តែប្អូនថ្លៃប្រុសហ្នឹងគឺអត់បានទៅធ្វើកាយទេគឺនៅតែក្នុងបន្ទប់ណាបាទគឺនៅតែក្នុងបន្ទប់អញ្ចឹងសួរថាតើវគ្គ1គេនិយាយពីអ្វីវគ្គ1គឺនិយាយអំពីបុរសហ្នឹងគឺគាត់អត់ទៅធ្វើការទេខាងប្អូនថ្លៃប្រុសគាត់នៅតែក្នុងបន្ទប់ប្រពន្ធចេញទៅធ្វើការងារបាត់ទៅបាទហើយពេលត្រឡប់មកវិញខាងបងថ្លៃប្រុសហ្នឹងគឺគាត់ទាស់រហូតបាទហើយមានទំនាស់នឹងគ្នាណាបាទដោយសារតែខាងបងថ្លៃប្រុសហ្នឹងអត់ទៅធ្វើការចាំតែចាយលុយប្រពន្ធដែរឲ្យអញ្ចឹងវគ្គ1គឺនិយាយប៉ុណ្ណឹងហើយវគ្គ1ហ្នឹងគឺបងថ្លៃប្រុសគឺគាត់ចង់ទិញកុំព្យូទ័រដើម្បីយកមកកាត់តវីដេអូណាអញ្ចឹងវគ្គ2មកដល់អញ្ចឹងវគ្គ2ហ្នឹងគឺបងថ្លៃប្រុសហ្នឹងគឺគាត់បានទិញកុំព្យូទ័របានសម្រេចបានដូចបំឡងណាបាទគាត់ទិញបានសម្រេចគាត់ទិញបានសម្រេចហើយក៏ខាងបងថ្លៃប្រុសហ្នឹងក៏នៅទៅទាស់នៅទៅទើសជាអញ្ចឹងទៅបាទរាល់ថ្ងៃយើងទៅណាបាទនិយាយលេបខែនិយាយទីដងដែលយើងអត់ទៅធ្វើការចាំតែចាយលុយប្រពន្ធឲ្យអញ្ចឹងណាបាទចូលដល់វគ្គ2គឺគាត់ទិញកុំព្យូទ័របានចូលដល់វគ្គ3គឺគាត់ចាប់ផ្ដើមរៀនកាត់តវីដេអូណាបាទរៀនថតកាត់តវីដេអូរៀនផុសផ្សេងហ្នឹងបាទគាត់បានចាប់ផ្ដើមរៀនហើយប្រពន្ធគាត់ហ្នឹងក៏ពេលទៅនេពីការងារក៏បានមកជួយកាន់នេះកាន់នឹងធ្វើនេះនោះឲ្យប្តីដែរណាគឺគាត់ឆ្លាញ់ការងារខាងហ្នឹងនឹងចូលដល់វគ្គ3ណាចូលដល់វគ្គ4ក្រោយពីគាត់កាត់តរួចរាល់ហើយគាត់បានផុសបានអាប់ឡូតចូលទៅក្នុង YouTube Facebook ចឹងហើយវីដេអូគាត់ក៏មានគេទស្សនាច្រើនប៉ុន្តែនៅមិនទាន់បើករកលុយទេហើយពេលនេះក៏មានពួកម៉ាក់ណែនាំឲ្យទិញ channel គេថ្មីទៅគេអាចរកលុយបានគេយើងយកមកទិញហើយយកមកយើងរកលុយបានស្រាប់តែវាថ្លៃចឹងណាហើយគេក៏បានណែនាំដែរថាប្រយ័ត្ន email និង password ណាប្រយ័ត្នគេយកទៅវិញក្រោយពីគាត់ទិញបានមួយរយៈចូលដល់វគ្គ4ក្រោយពីគាត់ទិញបាន channel ហើយគាត់ក៏បានឃើញលុយធ្លាក់ចូលក្នុងនេះដែរក្នុងបងហ្នឹងបាទគាត់ក៏សប្បាយចិត្តហើយយូរប្រហែលក៏ channel ហ្នឹងគេក៏បាន hack យកទៅវិញទៅណាអានេះជានៅក្នុងវគ្គ4តែនៅក្នុងវគ្គ4ហ្នឹងគឺខាងបងថ្លៃប្រុសនោះគាត់ក៏មានខាងគ្រូជោគជ័យហ្នឹងក៏គាត់បានណែនាំបងប្រុសគាត់ហ្នឹងឲ្យទៅរៀនណាទៅសិក្សាវគ្គជោគជ័យរៀនហើយបើមិនជោគជ័យអត់យកលុយទេឃើញទេបាទហើយនេះគឺជាគំនិតខ្លឹមសាររបស់រឿងណាបាទពីរចំណុចហ្នឹងខ្សែជីវិតគ្រូជោគជ័យនិងខ្សែជីវិតរកលុយតាមប្រព័ន្ធអនឡាញហ្នឹងបាទចាំមើលថាតើខ្សែជីវិតពីរហ្នឹងមួយណាដែលប្រសើរជាងណាមួយណាដែល
ในថ្ងៃអនាគតទៅយើងមើលទៅថាតើវាមានភាពដែលអាចទៅរួចយ៉ាងម៉េចហើយនៅក្នុងវគ្គ5បងប្អូនគិតថាយ៉ាងម៉េចដែរបាទនៅក្នុងវគ្គ5ថាតើគេនឹងសម្ដែងរឿងយ៉ាងម៉េចដឹកនាំសម្ដែងទៅយ៉ាងម៉េចខាងបងអូនថ្លៃប្រុសនោះក៏បានទិញ channel គេហើយគេក៏បាន hack យកទៅវិញណាហើយខាងបងថ្លៃប្រុសនោះក៏បានដឹកនាំប្រពន្ធទៅចូលរៀនវគ្គសិក្សាជោគជ័យនោះបាទបាញ់លុយដូចជា1000ដឹង1000ជាងមិនដឹងដែរបាទនៅទៅរៀនទៅពីទាំង2អ្នកប្តីប្រពន្ធហើយបងអូនថ្លៃប្រុសនេះក៏ប្រឹងធ្វើការខាងបងអូនហ្នឹងយល់ស្របទាំងប្តីប្រពន្ធដែរម្យ៉ាងម្នាក់ណាបាទបើខ្ញុំគិតថានៅវគ្គ6ហ្នឹងគឺខាងបងថ្លៃប្រុសនឹងទៅចូលរួមរៀនហើយក៏បានមើលឃើញពីភាពជោគជ័យរបស់បុគ្គលផ្សេងបាទដែលគេចូលមុនហ្នឹងគេជោគជ័យហើយអញ្ចឹងគាត់ទៅបានទៅចូលរៀនហើយគាត់ត្រឡប់មកវិញគាត់ចាប់ផ្ដើមធ្វើការងារដែលយើងស្វែងរកដៃគូមានកំណត់ដូចយើងមានកំណត់ចង់រកស៊ីមានបានថ្ងៃអនាគតជាមួយយើងណាគាត់ក៏បានទៅណែនាំអ្នកផ្សេងឲ្យបានឃើញណែនាំឲ្យទៅរៀនអញ្ចឹងណាបាទហើយចំណែកបងអូនថ្លៃប្រុសនេះក៏ទោះបីជាគេ hack យក channel នឹងយកទៅបាត់ក៏គាត់មិនទាន់អស់សង្ឃឹមដែរក៏គាត់នៅតែបន្តការងាររបស់គាត់ដែរដៃគាត់ចាប់ផ្ដើមធ្វើពីវីដេអូ original របស់គាត់ឡើងវិញណាបាទអញ្ចឹងកន្លែងចំណុចហ្នឹងគឺបញ្ជាក់ថាទោះបីជាយ៉ាងណាក៏ដោយយើងត្រូវតែខិតខំពីញើសឈាមយើងណាពីកម្លាំងរបស់យើងផ្ទាល់តែម្ដងយើងមិនមែនសង្ឃឹមទៅលើអ្វីដែលមានផលឲ្យស្រាប់ទេណាវាមិនគង់វង្សទេណារបស់យើងមិនគង់វង្សអញ្ចឹងទៅរងចាំទស្សនានៅភាគ5ទាំងអស់គ្នា